Limited ជាក្រុមហ៊ុនដែលបត់សម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Stellantis នៅក្នុងឆ្នាំ2023ក្រុមហ៊ុន Stellantis ជាក្រុមហ៊ុនយក្សដែលមានម៉ាកយីហោល្បីៗជាបត់សម្ព័ន្ធដូចជា Peugeot, Fiat, Opel, Chiron, Alfa, Jeep ព្រមទាំងបានវិនិយោគចំនួនទឹកប្រាក់ $1.5 ពាន់លានសម្រាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Leapmotor នេះមិនមែនជាការទិញម៉ាកយីហោទេប៉ុន្តែគឺជាការបង្កើតក្រុមហ៊ុនថ្មីទាំងស្រុងមួយគឺ Leapmotor International ដែលជាអង្គភាពលក់រថយន្តអគ្គិសនីទូទាំងពិភពលោកវិស្វកររបស់ក្រុមហ៊ុន Stellantis បានចូលរួមកែសម្រួលប្រព័ន្ធគ្រឿងក្រោម Suspension រថយន្តឲ្យកាន់តែល្អជាងមុនរីឯស្តង់ដារសុវត្ថិភាពរបស់រថយន្តអគ្គិសនី Leapmotor ក៏ទទួលបានបន្ទុកកម្រិតផ្កាយ5ពីការវាតម្លៃលើការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពស្រង់តាមស្តង់ដារអឺរ៉ុប Euro NCAP ដែលជួយឲ្យការអភិវឌ្ឍរបស់រថយន្ត Leapmotor កាន់តែមានភាពល្អប្រសើរនិងអាចនាំចូលទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនចំពោះបណ្ដាញនៃសេវាកម្មជាសកលក៏ត្រៀមជាស្រេចសម្រាប់គ្រប់គ្រងទៅលើការធ្វើដំណើររបស់លោកអ្នកផងដែរដូច្នេះបើទោះបីជា Leapmotor ជាឈ្មោះថ្មីប៉ុន្តែអ្នកនឹងស្គាល់អំពីអ្នកដែលនៅគ្រប់គ្រងពីក្រោយជាហោមួយនេះដែលមានបទពិសោធន៍ទៅលើវិស្វកម្មរថយន្តជាង130ឆ្នាំ